ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនថាលោកស្រីថាកៃឈីប្រាមុនតាក់ទាញដើម្បីជៀសវាងភាពតានតឹងនិងរក្សាសម្ព័ន្ធភាពក្នុងជំនួបកម្ពុជារវាងជប៉ុននិងអាមេរិកក្នុងជំនួបកម្ពុជារវាងនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីថាកៃឈីសាណាអេនិងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅសេតវិមានកាលពីថ្ងៃទី19កន្លងទៅភាគីទាំងពីរបានជៀសវាងការប្រឈមមុខដាក់គ្នាលើបញ្ហាអ៊ីរ៉ង់ហើយបានបង្ហាញពីការពង្រឹងសម្ព័ន្ធភាពជប៉ុននិងអាមេរិកតែប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍អំពីបញ្ហានេះយ៉ាងដូចម្តេចខ្លះយោងតាមកាសែតអាមេរិក The New York Times បានវាយតម្លៃថាខណៈពេលដែលលោកត្រាំបានសម្ដែងការមិនពេញចិត្តចំពោះបណ្ដាសម្ព័ន្ធមិត្តជុំវិញការបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz លោកស្រីថាកៃឈីបានជិះផុតពីការរិះគន់ទាំងនោះហើយបានបញ្ចប់ការបំពេញទស្សនកិច្ចនៅសេតវិមានដោយស្ទើរតែគ្មានការប៉ះទង្គិចចំពោះការដែលលោកស្រីបានសរសើរលោកត្រាំថាមានតែលោកដូណាល់អ្នកគត់ដែលខ្ញុំជឿថាអាចនាំមកនូវសន្តិភាពនិងវិបុលភាពដល់ពិភពលោកទាំងមូលកាសែតនេះបានពណ៌នាថាលោកស្រីបានពឹងផ្អែកលើមុនដ៏តាក់ទាញដែលជាយុទ្ធសាស្ត្ររបស់លោកស្រីធ្លាប់ប្រើកន្លងមកទោះបីជាលោកត្រាំបានលើកយកការវាយប្រហារនៅកំពង់ផែ Pearl Harbor របស់អតីតកងទ័ពជប៉ុនមកប្រៀបធៀបនៅពេលឆ្លើយសំណួររបស់អ្នកកាសែតពាក់ព័ន្ធនឹងការវាយប្រហារសម្ងាត់លើអ៊ីរ៉ង់ក៏ដោយក៏លោកស្រីថាកៃឈីមិនបានតវ៉ាឡើយប៉ុន្តែបានខិតខំសង្កត់ធ្ងន់លើផលប្រយោជន៍រួមក្នុងវិស័យពាណិជ្ជកម្មនិងការពារជាតិជំនួសវិញបើយោងតាមភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថាភាគីទាំងពីរបានផ្លាស់ប្ដូរសម្ដីយ៉ាងកក់ក្ដៅដោយលោកត្រាំបានហៅលោកស្រីថាកៃឈីថាជាស្ត្រីដែលមានប្រជាប្រិយភាពនិងមានអំណាចទោះជាយ៉ាងណាក៏ដោយភ្នាក់ងារនេះក៏បានកត់សម្គាល់ផងដែរថាគេសង្កេតឃើញមានភាពតានតឹងខ្លះៗនៅពេលដែលអ្នកកាសែតសួរដដែលៗអំពីការចូលរួមរបស់ជប៉ុននៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ចំណែកឯស្ថានីយវិទ្យុនិងទូរទស្សន៍សាធារណៈអាល្លឺម៉ង់ Deutsche Welle បានឲ្យដឹងថាលោកស្រីថាកៃឈីបានមកដល់សហរដ្ឋអាមេរិកជាមួយនឹងកិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្មនិងធម្មពលនៅក្នុងដៃស្ថាប័ននេះបានរាយការណ៍បន្ថែមទៀតថាខណៈពេលដែលលោកត្រាំសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងជប៉ុននិងអាមេរិកលោកមិនបានទាមទារឲ្យភាគីជប៉ុនបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz ឡើយក្រៅពីនេះស្ថាប័នដដែលបានដកស្រង់ការវិភាគរបស់អ្នកជំនាញដែលថាការដែលលោកត្រាំមិនបានលើកឡើងពីការបញ្ជូននាវាចម្បាំងមានន័យថាក្រុមការងារជិតស្និទ្ធរបស់រដ្ឋាភិបាលជប៉ុនបានបំពេញតួនាទីយ៉ាងល្អក្នុងការធ្វើឲ្យជំនួបនេះប្រព្រឹត្តទៅដោយរលូនជំហានរបស់លោកស្រីថាកៃឈីនៅសហរដ្ឋអាមេរិកបានបង្ហាញថាភាពរស់រាននិងភាពច្បាស់លាស់អាចជួយដល់សោនភាពតានតឹងដ៏សម្បូរបែបក្នុងទំនាក់ទំនងអន្តរជាតិប៉ុន្តែតាមការតាមដាននិងជំរុញសន្តិភាពនៅតំបន់មជ្ឈមបូព៌ានៅតែជាបញ្ហាដែលមិនអាចបោះបង់បានឡើយប្រសិនបើនិយាយអំពីយុទ្ធសាស្ត្រមុនដ៏ទាក់ទាញរបស់លោកស្រីថាកៃឈីមិនត្រឹមតែជួយរក្សាសម្ព័ន្ធភាពជប៉ុនអាមេរិកឲ្យរឹងមាំទេវាក៏បង្ហាញពីភាពជ្រាលជ្រៅនិងភាពខ្ជាប់ខ្ជួនក្នុងការគ្រប់គ្រងស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញផងដែរ